មានចំណាត់ការហើយអាចដំជួនរិនបញ្ជាក់ច្បាស់បែបនេះករណីប៉ូលីសបាក់ឡានបុករះបណ្ដាលឲ្យមានអ្នករងរបួសនិងបាត់បង់ជីវិតនៅមុខក្រសួងមហាផ្ទៃចំណែកឯលោកផៃវណ្ណៈក៏បានដាក់ចំផងដែរថាពាក់ព័ន្ធនឹងករណីនៃគ្រោះថ្នាក់ចរាចរណ៍ដែលមហាជនក្នុងបណ្ដាញសង្គម Facebook មានការផ្ទុះការចែករំលែកប្រងព្រាតកាលពីកន្លងទៅថ្មីនេះឥឡូវនេះនៅថ្ងៃទី17ខែឧសភាឆ្នាំ2025ឯកឧត្តមជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានមានចំណាត់ការទៅលើជនបង្កដែលជានគរបាលរាជធានីភ្នំពេញដែលបានធ្វើការបុករះកាលពីកន្លងទៅថ្មីនេះដោយឯកឧត្តមជួននរិនបានបញ្ជាក់ច្បាស់បែបនេះថាខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថាប៉ុន្មានថ្ងៃនេះមានការទៅចែកវែកញែកច្រើនលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី15ឧសភា2025មុខក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករងរបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតបង្កឡើងដោយនគរបាលរាជធានីឈ្មោះហ៊ុនហេងខ្ញុំសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនិងមូលដ្ឋានចុះដល់កន្លែងកើតហេតុគឺចាត់ចែងឃាត់ខ្លួនអ្នកបង្កសង្គ្រោះអ្នករបួសនិងរៀបចំសណ្ដាប់ធ្នាប់ឯកឧត្តមបានបន្តទៀតថាសូមមហាជនជ្រាបថាច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំមិនដែលលើកលែងនោះទេពេលនេះឈ្មោះហ៊ុនហេងបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនេះព្រឹកនេះព្រមទាំងអនុវត្តនៅបទវិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរសូមមហាជនជូនជ្រាបជាព័ត៌មានសូមអរគុណពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនោះផងដែរលោកផៃវណ្ណៈក៏បានដាក់ចំបែបនេះថាការឃាត់ខ្លួនលោកវីរៈសេនីយ៍ឯកហ៊ុនហេងបញ្ជូនទៅតុលាការគឺជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ជាពិសេសអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលបានណែនាំទៅកាន់មន្ត្រីចរាចរណ៍ត្រូវចាប់ឃាត់ខ្លួនគ្រប់បុគ្គលដែលសេពគ្រឿងស្រវឹងហើយបើកបរបណ្ដាលឲ្យរបួសនិងស្លាប់ទោះបីបុគ្គលប្រព្រឹត្តនោះមានតួនាទីឋានៈបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយគឺមិនអត់ឱនឲ្យជាដាច់ខាតជាចុងក្រោយលោកផៃវណ្ណៈបានបញ្ជាក់ថាដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅក្នុងគណនី Facebook របស់លោកនៅថ្ងៃទី17ឧសភាឆ្នាំ2025ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងនៅមុខក្រសួងមហាផ្ទៃដែលជនបង្កដោយបងប្អូនបានជ្រាបហើយគឺជាមន្ត្រីនគរបាលជាន់ខ្ពស់មួយរូបដែលបើកបរនៅក្នុងស្ថានភាពត្រវឹងហើយមិនមានការប្រុងប្រយ័ត្នក៏បណ្ដាលឲ្យមានការបុករះរបួសជាច្រើនអ្នកនិងមានបាត់បង់ជីវិតផងដែរអញ្ចឹងសង្ឃឹមថាតុលាការនឹងចាត់ការតាមនីតិវិធីច្បាប់ដែលនឹងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ